បាទជាបឋមសូមជម្រាបសួរដល់សិស្សនិស្សិតដែលកំពុងសិក្សាផ្នែកបច្ចេកទេសគិសនីទាំងអស់ជាទីគោរពនិងជាទីរាប់អានបាទចឹងខ្ញុំបាទលាវណាណាថ្ងៃនេះខ្ញុំមកជួបជុំសិស្សនិស្សិតទាំងអស់គ្នាទៀតហើយបាទចឹងថ្ងៃនេះខ្ញុំនឹងមានមេរៀនដែលសិក្សាបន្តទៀតដែលតាក់ទងទៅនឹង CVT បាទចឹងសិស្សនិស្សិតដែលកំពុងសិក្សានៅតាមមជ្ឈមណ្ឌលក្តីវិទ្យាស្ថានក្តីប្រហែលជាបានដឹងបានសិក្សាកន្លងមកហើយអំពី CT និង CVT បាទអញ្ចឹងមេរៀនខ្ញុំថ្ងៃនេះខ្ញុំគ្រាន់តែជាមេរៀនមួយរំលឹកអំពី CVT និង capacitor voltage transformer ឬហៅថា CVT តែប៉ុណ្ណោះបាទអញ្ចឹងមេរៀនថ្ងៃនេះខ្ញុំមិនបង្រៀនអ្វីដែលស៊ីជម្រៅខ្លាំងនោះទេបាទបង្រៀនត្រឹមតែទ្រឹស្ដីនិងរូបសន្តាននៃការប្រើប្រាស់របស់ CVT តែប៉ុណ្ណោះបាទតោះសិក្សាអរគ្នា capacitor voltage transformer ដែលយើងហៅថា CVT បាទឬក៏ហៅថាម្យ៉ាងទៀតហៅថា VT ឬក៏ហៅម្យ៉ាងទៀតហៅថា TUI បាទចឹងគោលដៅមេរៀនក្រោយពីបញ្ចប់នៃមេរៀននេះសិស្សនិងសិក្ខាកាមទាំងអស់ទទួលបាននៅចំណេះដូចខាងក្រោមទី1ឲ្យនិយមន័យនិងគោលការណ៍របស់ CVT ទី2ពណ៌នាពីរូបសន្តានរបស់ CVT ទី3បង្ហាញពីប្រភេទ CVT ដែលប្រើប្រាស់តាមបណ្ដាញតង់ចុងផ្សេងៗគ្នាបាទចឹងយើងចូលនិយមន័យចំណុចទី1 capacitor voltage transformer ដែលមានអក្សរកាត់ឈ្មោះថា CVT ឬក៏ VT ឬក៏ហៅថា TUI បាទចឹង CVT ពាក្យពេញគឺ capacitor voltage transformer ឬឯ VT ពាក្យពេញរបស់វាគឺ voltage transformer មួយទៀតដែល TUI ដែលជាភាសាបារាំងបាទចឹងបកប្រែជាខ្មែរវិញយើងហៅថាត្រង់សូរតង់ចុងបាទដែលគេហៅថាត្រង់សូររង្វាស់ណាចឹងយើងហៅថាត្រង់សូររង្វាស់ឬត្រង់សូរតង់ចុងអក្សរកាត់អង់គ្លេសរបស់វាហៅថា CVT ឬ CT ឬ TUI ចឹងអ្នកនរគ្នាបានឮបានដឹងហើយបាទចឹងតិចទៀតអ្នកនរគ្នានឹងបានឃើញពីរូបរាងរបស់ CVT អ្នកនរគ្នាបាទតោះចឹងយើងឲ្យយមន័យរបស់វាបន្តិចមកបាទចឹង CVT គឺជាឧបករណ៍អគ្គិសនីដែលប្រើប្រាស់ជាមួយបណ្ដាញអគ្គិសនីទាំងចុងតង់ចុងខ្ពស់ហ្នឹងគឺដើម្បីបញ្ចុះតង់ចុងពីកម្រិតខ្ពស់មកកម្រិតទាបយកមកប្រើប្រាស់ជាមួយបរិធានរង្វាស់កុងទ័រនិង relay protection ដែលមានមេគុណរបស់វាច្បាស់លាស់បាទតើយើងមើលបងប្អូនគ្នាបាទនេះគឺជារូបភាពរបស់ CVT បាទនេះ CVT ដែលប្រើប្រាស់ជាមួយតង់ចុង230 kV និង115 kV បាទអញ្ចឹងវាមានរូបរាងរបស់វាបែបនេះចំណែកឯរូបទី2គឺជា CVT ដែរដែលប្រើប្រាស់ជាមួយតង់ចុង22 kV បាទដែលអ្នកនរគ្នាធ្លាប់បានឃើញហើយនៅបណ្ដាញ22 kV ដែលអូសតាមបណ្ដាញផ្លូវជាតិហ្នឹងនៅក្បែរ transformer ឬនៅបណ្ដាញដែលបំបែកហ្នឹងអញ្ចឹងអ្នកនរគ្នាបានឃើញហើយរូបរាងរបស់វាបែបនេះបាទនេះដែលមានពណ៌ក្រហមហ្នឹងអាហ្នឹងគេហៅថា CVT បាទចឹង CVT ដែលគេដាក់នៅតាមបណ្ដាញទាំងអស់ហ្នឹងគឺគេបើកាលណាមាន CVT គឺត្រូវតែមាន CT ហ្នឹងហើយបាទចឹងគឺគេដាក់វាដើម្បីអីគឺដាក់ដើម្បីបង្ហាញនៅតម្លៃគេថាថាមពលអគ្គិសនីរបស់បណ្ដាញ22 kV ដែលបែងចែកទៅនឹងអាជ្ញាប័ណ្ណផ្សេងៗគ្នាអញ្ចឹងគេមានការកំណត់តម្លៃថាមពលរបស់គេគឺជៀសវាងនៅការខាតបង់បាទជាពិសេសនៅតាមបណ្ដាញត្រង់សូណាដែលតម្លាក់ត្រង់សូពីកម្រិត22 kV ទៅដល់ 0.4 kV ហ្នឹងអញ្ចឹងគឺតែងតែមាន CT និង CVT ទាំងអស់ហ្នឹងបាទនេះតែអ្នកនរគ្នាតែងតែនិយមឃើញណានេះរូបរាងពណ៌ក្រហមបែបនេះបាទនេះគឺជារូបភាពនៅខាងក្រៅរបស់វាតើរូបភាពនៅខាងក្នុងរបស់វាមានរូបរាងបែបណាអញ្ចឹងសូមមើលទាំងអស់គ្នាបាទនេះគឺជា CVT ដែលប្រើប្រាស់ជាមួយនឹងកម្រិតតង់ចុងខ្ពស់230 kV និង115 kV អញ្ចឹង CVT ហ្នឹងវាមានរបស់វាយើងគិតទៅវាមាន5ខឯណោះឬហៅ5របូមណាបាទប៉ុន្តែនៅក្នុងរូបភាពនេះវាមានប្រហែលជាមិន3របូមទេអញ្ចឹងរបូមទី1យើងខាងprimary បាទអញ្ចឹងរបូមរបស់វាហ្នឹងគឺកម្រិតតង់ចុងរបស់វានេះ CT នេះប្រើជាមួយនឹងបណ្ដាញតង់ចុង115 kV ជាឧទាហរណ៍ណាបាទអញ្ចឹងខ្សែរបស់ CT នៃរបូមទី1ខ្សែរបស់វាមួយខាងណាគឺចាប់ភ្ជាប់ទៅនឹងជាមួយខ្សែហ្វាហើយមួយខាងទៀតគឺចាប់ភ្ជាប់ទៅនឹងដីបាទអញ្ចឹងវាខុសពី CT បាទអញ្ចឹងវាខុសពី CT បើ CT ខ្សែមួយខាងវាចាប់ទៅនឹងខ្សែរបស់ CT ណាមួយខាងវាចាប់ទៅនឹងខ្សែហ្វាមួយខាងហើយអាខ្សែ CT មួយខាងទៀតចាប់ទៅនឹងចុងហ្វាមួយខាងបាទអញ្ចឹងវាខុសគ្នាអ
ចឹង CVT ហ្នឹងគឺប្រើនៅក្នុងបណ្ដាញតង់ចុងខ្ពស់ណាដែលយើងនិយាយរូបនេះចឹងបណ្ដាញតង់ចុងខ្ពស់វាមាន3 file A B C ចឹង file A B C គឺវាមាន CVT របស់វានីមួយដោយ CVT នីមួយមួយខាងចាប់ទៅនឹងខាង file មួយខាងនេះចាប់ទៅនឹងដីដូច្នេះវាបានបង្កើតនៅថាមានតង់ចុងត្រូវហើយនៅក្នុងនេះបាទចឹងដូច្នេះវាមានតង់ចុងហើយហេតុអីបានវាមានតង់ចុងមកប្រើប្រាស់ជាមួយកុងទ័រ relay នឹងការបង្ហាញនៅតម្លៃតង់ចុងបាទបើកាលណាមានតង់ចុងនៅរបងទី1ដូច្នេះវាក៏បង្កើតបានជា fluid magnetic ដែលហុំព័ទ្ធនៅជុំវិញ Snell Nayo វាក៏បង្កើតបានតម្លៃតង់ចុងអាំងណូវីដើម្បីយកមកប្រើប្រាស់ណានេះខទី1ដើម្បីយកមកប្រើប្រាស់ជាមួយកុងទ័រនេះឧទាហរណ៍ណាខទី2គឺយកមកប្រើប្រាស់ជាមួយនឹងបរិធានវ័ហ្នឹងគឺមានន័យថាបង្ហាញនៅតម្លៃតង់ចុងដែលកំពុងតែដំណើរការជាក់ស្ដែងនៅលើបណ្ដាញបាទអញ្ចឹងវាបញ្ចុះតង់ចុងពីកម្រិតខ្ពស់មកកម្រិតទាបហ្នឹងត្រឹមតែ110 វ៉ុលដូច្នេះតង់ចុងដែលបង្ហាញហ្នឹងគឺមានកម្រិតតូចបាទអញ្ចឹងយើងមិនអាចយកតង់ចុងដែលកម្រិតខ្ពស់ហ្នឹងយកមកប្រើប្រាស់ជាមួយឧបករណ៍ទាំងអស់ហ្នឹងបានទេត្រូវអត់អញ្ចឹងបើកាលណាប្រើទៅវាអាចឆេះឧបករណ៍នឹងមានគ្រោះថ្នាក់ដល់យើងដូច្នេះគឺគេបញ្ចុះនៅតង់ចុងទាបដើម្បីយកមកប្រើប្រាស់ជាមួយនឹងតម្លៃ measurement counter ហើយនឹង relay protection ប៉ុន្តែវាមានមេគុណរបស់វាក្នុងហ្នឹងបាទអញ្ចឹងអានេះខទី3ប្រើជាមួយនឹង relay ណាប្រព័ន្ធការពារណាបាទហ្នឹងគឺជា CVT ចឹងវាមាន3ហ្នឹងទី1ប្រើជាមួយនឹង counter ទី2ប្រើជាមួយនឹងបរិធានវ៉ទី3ប្រើជាមួយនឹងប្រព័ន្ធ relay ការពារបាទនេះខាងរបុំរបស់វាដែលយើងខាងគេថា secondary បាទអញ្ចឹងតម្លៃតង់ចុងវាគឺតូចត្រឹមតែ110 វ៉ុលតែប៉ុណ្ណោះបាទ AC បាទតោះអញ្ចឹងយើងចូលដល់ចំណុចទី3យើងនិយាយអំពី CVT ប្រើជាមួយនឹងកុងទ័របាទប្រើបែបណាអញ្ចឹងយើងមើលអ្នកគ្នាហ្នឹងហើយអញ្ចឹង CVT នៅតាមបណ្ដាញឧទាហរណ៍នៅតាមបណ្ដាញ22 kV អ្នកនរគ្នាតែងតែបានជួបនឹងបានឃើញជាញឹកញាប់ណាស់មកហើយអញ្ចឹងដល់ខ្សែរបស់វាមួយខាងចាប់ជាប់ទៅនឹងខ្សែហ្វាហើយមួយខាងទៀតវាចាប់ជាប់ទៅនឹងដីបាទអានេះយើងនិយាយចំពោះបណ្ដាញធំបណ្ដាញតូចវាចាប់ជាមួយណឺតរបស់វាតែម្ដងត្រឹម220 វ៉ុលហ្នឹងបាទអញ្ចឹងខ្សែមួយខាងចាប់ជាប់ទៅនឹងខាងហ្វាមួយខាងចាប់ជាប់ទៅនឹងដីដូច្នេះនៅខាងរបុំទី2ណានេះអញ្ចឹងតង់ចុងដែលចេញមកគឺទាបត្រឹម110 វ៉ុលទាបបាទអញ្ចឹងវាបញ្ចុះនៅតង់ចុងពីកម្រិតខ្ពស់នៅខាង AV ហ្នឹងមកកម្រិតទាបបាទនៅខាង LV ហ្នឹងដើម្បីយកមកប្រើប្រាស់ជាមួយនឹងកុងទ័រ meter electric បាទនេះគឺកុងទ័រ watt meter ហ្នឹងបាទអញ្ចឹងកុងទ័រដើម្បីបង្ហាញនៅថាមពលដែលប្រើប្រាស់ទាំងអស់នោះបានលុះត្រាតែមាន CT និង CVT បាទអញ្ចឹងនៅក្នុងទាំងអស់ហ្នឹងគឺវាមានមេគុណរបស់វាទៅតាមតម្លៃនៃការជ្រើសរើសរបស់ CT និង CVT ទាំងអស់ហ្នឹងបើកាលណាមានទាំងពីរហ្នឹងហើយអញ្ចឹងនៅក្នុងកុងទ័រអញ្ចឹងវាមានការកំណត់របស់វាណាในការប្រើប្រាស់ទាំងប្រមាណមានកូដរបស់វាហ្នឹងគឺវាបង្ហាញនៅថាមពលជាក់ស្ដែងជាលក្ខណៈ digital ឲ្យយើងបានឃើញបាទដោយសារវាមាន CVT និង CT ទាំងអស់ហ្នឹងបាទចំណុចទី4 CVT ប្រើប្រាស់ជាមួយបរិធានវ៉បាទហ្នឹងហើយ CVT ដែលប្រើប្រាស់ជាមួយបរិធានវ៉គឺដើម្បីបង្ហាញនៅតង់ចុងដែលយើងប្រើជាក់ស្ដែងយើងឃើញប្រមាណវ៉ុលប្រមាណគីឡូវ៉ុលហ្នឹងឯងបាទអញ្ចឹងខ្ញុំឧទាហរណ៍មួយចំពោះតង់ចុងខ្ពស់អញ្ចឹងកម្រិតតង់ចុងខ្ពស់យើងឧទាហរណ៍ថាត្រឹម115 គីឡូវ៉ុលអញ្ចឹង CVT របស់វាគឺ115 គីឡូវ៉ុលហ្នឹងចែកឲ្យ110ហ្នឹងគឺជាតម្លៃរបស់តង់ចុងរបស់ CVT បាទដែលរបុំដែលវាចេញណាដែលនៅក្នុងរបុំរបស់ CVT ហ្នឹង110អញ្ចឹងពីសំទោស115 គីឡូវ៉ុលចែកឲ្យ110 វ៉ុល10 វ៉ុលរបស់មេគុណរបស់ CVT ណាបាទស្មើឲ្យតង់ចុងដែលយើងត្រូវរកណាប្រហែលសញ្ញាសួរចែកឲ្យតង់ចុងដែលកំពុងតែដំណើរការជាក់ស្ដែងដែលយើងឃើញជាក់ស្ដែងនៅក្នុងនេះនៅក្នុង relay BCU ហ្នឹងអញ្ចឹងតង់ចុងដែលបង្ហាញនៅជាក់ស្ដែងដែលវាចាប់ជាប់ជាមួយនឹង CVT របស់ខ្សែឡានហ្នឹងយកមកបង្ហាញហ្នឹងគឺត្រឹមតែឧទាហរណ៍ត្រឹម66.5 វ៉ុលឬក៏60 ជាងវ៉ុលតែប៉ុណ្ណោះអញ្ចឹងដូច្នេះយើងគុណធ្វើសមាមាត្រទៅយើងនឹងឃើញតង់ចុងដែលកំពុងតែដំណើរការជាក់ស្ដែងពិតប្រាកដហើយបើកាលណាតង់ចុងដែលកំពុងដំណើរការជាក់ស្ដែងនៅខាង115 គីឡូវ៉ុលប្រែប្រួលដូច្នេះអាតម្លៃតង់ចុងដែលនៅខាង
relay BCU នេះក៏វាមានការប្រែប្រួលដែរមិនខ្ញុំថា60 volt ជាងអញ្ចឹងវាប្រែប្រួលទៅតាមនឹងទៅ60ម៉ាន volt 60ម៉ាន volt អញ្ចឹងយើងគុណសមាមាត្រគ្នាទៅវានឹងឃើញតម្លៃតង់ចុងជាក់ស្ដែងអញ្ចឹងយើងសូមឧទាហរណ៍ម្ដងទៀត115 kV ចែកឲ្យ110ស្មើនឹងតង់ចុងដែលយើងត្រូវរកចែកឲ្យតង់ចុងដែលកំពុងតែដំណើរការឃើញជាក់ស្ដែងក្នុង BCU យើងហ្នឹងឧទាហរណ៍ 66.5 volt បាទនេះហើយបាទអញ្ចឹងយើងចូលទៅចំណុចទី5 CVT ប្រើប្រាស់ជាមួយនឹងប្រព័ន្ធការពារ relay បាទជាធម្មតា relay របស់យើងដែលប្រើប្រាស់នៅក្នុងបណ្ដាញតង់ចុងខ្ពស់ក្តីតង់ចុងមធ្យមក្តីគឺប្រើប្រាស់សម្រាប់ការពាររាល់កំហុសដែលកើតមានឡើងនៅក្នុងបណ្ដាញទាំងអស់ហ្នឹងដូច្នេះតង់ចុងដែលសម្រាប់ផ្គត់ផ្គង់ឬក៏សម្រាប់ចិញ្ចឹមនៅ relay ហ្នឹងគឺគេហៅថា power supply របស់ relay ហ្នឹងគឺកម្រិតតង់ចុងរបស់វា110 volt DC បាទ110 volt DC គឺវាដើម្បីដាក់ power DC ជៀសវាងនៅពេលណានៅក្នុងអនុស្ថានីយ៍ត្រូវបានដាច់ភ្លើងទាំងអស់ដូច្នេះវាមាន power សម្រាប់ផ្គត់ផ្គង់ DC 110 volt ផ្គត់ផ្គង់ទៅឲ្យ relay ហ្នឹងជៀសវាង relay ហ្នឹងអត់មាន power supply សម្រាប់ចិញ្ចឹមបាទអញ្ចឹងនេះ CVT បាទនេះ CVT ចាប់ឲ្យភ្ជាប់ខ្សែមួយខាងចាប់ភ្ជាប់ជាមួយនឹងខ្សែ pha ដោយ pha យើងមាន3 pha A B C អញ្ចឹង CVT របស់វាក៏វាមាន3តាមនឹងដែរអញ្ចឹង CVT របស់វាមួយ pha មាន CVT មួយអញ្ចឹងខ្សែមួយខាងនឹងចាប់ទៅនឹងខ្សែ pha មួយខាងនឹងចាប់ទៅនឹងដីណាបាទអញ្ចឹងនៅខាងដើមនេះខាងរបបរបស់ HV ណានៃ CVT ហ្នឹងនៅខាងនេះរបប LV របស់ CVT ខាងរបប LV ក្នុង CVT គឺរបបរបស់វាគឺវារុំចំនួនតិចជុំដើម្បីនឹងបញ្ចុះនៅកម្រិតតង់ចុងមួយគេថា DC សំទោសបញ្ចុះនៅកម្រិតតង់ចុងមួយត្រឹមតែ110 volt បាទតង់ចុងរបស់វាហ្នឹងបាទតង់ចុងមកចេញមក AC ណាបាទអញ្ចឹងខ្សែរបស់វាចាប់ភ្ជាប់យ៉ាងម៉េចទេចូលក្នុងប្រព័ន្ធរបស់វាណាប្រព័ន្ធរបស់វាជាលក្ខណៈអេឡិចត្រូនិកអញ្ចឹងវាមានការស្មុគស្មាញរញ៉េរញ៉ៃដែរអញ្ចឹងយើងគ្រាន់តែដឹងថាវាបញ្ចុះតង់ចុងពីកម្រិតខ្ពស់មកកម្រិតទាបដើម្បីយកទៅប្រើប្រាស់បង្ហាញនៅក្នុង relay ទាំងអស់ហ្នឹងណានេះ BCU ហ្នឹងនេះអញ្ចឹងវានៅឃើញតង់ចុងដែលកំពុងដំណើរការជាក់ស្ដែងប្រហែលគីឡូហ្នឹងយើងគុណយើងដូចខ្ញុំប្រាប់ខាងលើហ្នឹងយើងនឹងឃើញតង់ចុងដែលកំពុងដំណើរការជាក់ស្ដែងបាទអញ្ចឹងហើយមួយទៀតវាប្រើក្នុង relay ហ្នឹងគឺវាដើម្បីអីគេដើម្បីការពារនៅកំហុសដែលកើតឡើងមានឧទាហរណ៍ដូចជាover voltage ឬក៏ under voltage ឬក៏ហៅមួយយ៉ាងគេហៅ distance relay បាទចឹកនៅពេលទាំងឡាយណារបស់ខ្សែបណ្ដាញរបស់យើងមាន fault កើតឡើងឬក៏មានកំហុសដោយឧទាហរណ៍ដូច under voltage over voltage ឬក៏ distance relay ទាំងអស់ហ្នឹងអញ្ចឹង CVT ទាំងអស់ហ្នឹងវានឹងធ្វើការវានឹងបង្ហាញសញ្ញា fault ទាំងអស់ហ្នឹងទៅ relay ដើម្បីឲ្យ relay ហ្នឹងទទួលសញ្ញាបានពី CT ឬក៏ពី CVT វាក៏បញ្ជូនសញ្ញាទាំងអស់ទៅបញ្ជា CB ដើម្បីធ្វើការផ្ដាច់ CB នោះតែម្ដងដើម្បីជៀសវាងកុំឲ្យកំហុសកាន់តែធ្ងន់ធ្ងរឬក៏ប៉ះពាល់ដល់ខ្សែបណ្ដាញជូនរបស់យើងបាទនេះមានតែប៉ុណ្ណឹងបាទអញ្ចឹងខ្ញុំសូមសង្ខេបឡើងវិញបាទអញ្ចឹង CVT គឺពាក្យពេញរបស់វា capacitor voltage transformer ឬក៏ហៅថា VT ឬក៏ហៅថា TUI បាទអញ្ចឹងវាគឺជាឧបករណ៍អគ្គិសនីដែលប្រើប្រាស់ជាមួយបណ្ដាញតង់ចុងខ្ពស់គឺដើម្បីបញ្ចុះកម្រិតតង់ចុងពីខ្ពស់មកទាបដើម្បីប្រើប្រាស់ជាមួយនឹងបរិធានរង្វាស់ជាមួយកុងទ័រនិងជាមួយ relay protection ដែលមានមេគុណរបស់វាច្បាស់លាស់អញ្ចឹងឧទាហរណ៍មេគុណវាច្បាស់លាស់ហ្មងអញ្ចឹងឧទាហរណ៍ថា230 kV អញ្ចឹង CVT របស់វា230 kV ហ្នឹងចែកឲ្យ110 volt ស្មើនឹងតង់ចុងដែលយើងត្រូវរកដំណើរការជាក់ស្ដែងដែលយើងត្រូវរកហ្នឹងសញ្ញាសួរចែកឲ្យតង់ចុងដែលកំពុងបង្ហាញជាក់ស្ដែងដែលបង្ហាញកម្រិតទាបណាដែលយើងបញ្ចុះមកពីកម្រិតពុះមកកម្រិតទាបអញ្ចឹងអាកម្រិតទាបហ្នឹងវាបង្ហាញប្រហែល 0. ប្រហែល volt ឬក៏66 60ប្រហែល volt អញ្ចឹងយើងច្រាស់សមាមាត្រតាមហ្នឹងទៅយើងនឹងឃើញតង់ចុងដែលកំពុងដំណើរការជាក់ស្ដែងនៅលើខ្សែបណ្ដាញរបស់យើងតង់ចុង115ក៏ដូចគ្នាដែរគ្រាន់តែយើងដូរលេខមក115 kV ចែក110ស្មើនឹងតង់ចុងដែលយើងត្រូវរកលើតង់ចុងដែលបង្ហាញជាក់ស្ដែងនៅក្នុង BCU ហ្នឹងប៉ុណ្ណឹង22ក៏ដូចគ្នាដែរ22 kV ចែកឲ្យ110ស្មើនឹងតង់ចុងដែលយើងត្រូវរកចែកឲ្យតង់ចុងដែលបង្ហាញជាក់ស្ដែងអញ្ចឹងបង្ហាញជាក់ស្ដែងយើងឆែកមើលណាឆែកមើលក្នុងកុងទ័ររបស់យើងទៅក៏យើងឃើញហើយនេះអញ្ចឹងបើយើងធ្វើការរកតង់ចុងនៅតាមបណ្ដាញ22អញ្ចឹងយើងចុចក្នុងកុងទ័រទៅចុចកន្លែងយកកន្លែង volt ណាអញ្ចឹងយើងឃើញតង់ចុងវា60ប្រមាណ volt 60ម៉ាន volt ណាយើងគុណច្រាស់សមាមាត្រតាមហ្នឹងទៅយើងនឹងឃើញតង់ចុង22ដែលកំពុងដំណើរការជាក់ស្ដែងហើយបាទ
នឹងមានតែប៉ុណ្ណឹងអញ្ចឹងខ្ញុំសូមបញ្ចប់តែត្រឹមនេះអញ្ចឹងខ្ញុំសូមអឺសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងរបស់ខ្ញុំបាទត្រង់ចំណុចប្រការណាមួយបាទអញ្ចឹងសូមកុំភ្លេចជួយចុច Subscribe នៅមេរៀននេះផងដើម្បីទទួលបាននៅចំណេះដឹងថ្មីៗបន្តទៀតតាក់ទងទៅនឹងបច្ចេកទេសអគ្គិសនីជាច្រើនទៀតបាទអញ្ចឹងខ្ញុំសូមអរគុណសូមជម្រាបលា